ការពីថ្ងៃអាទិត្យនេះមានអ្នកសួរខ្ញុំថាធ្វើម៉េចចេញវីដេអូបានសំណួរនេះគេសួរខ្ញុំហើយភ្ញាក់ផ្អើលមែនតើហើយគេសួរនោះដោយសារតែឃើញខ្ញុំចេញវីដេអូនៅលើ Technology Cambodia នៅលើចាប់ Q page ក្រុមហ៊ុនអីចឹងទៅហើយខ្ញុំភ្ញាក់ផ្អើលដោយសារតែសំណួរគាត់ធ្វើឲ្យខ្ញុំគិតថាខ្ញុំខានធ្វើ account TikTok នេះយូរហើយប៉ុន្តែអ្វីដែលជាចម្លើយដែលខ្ញុំផ្ដល់ទៅគាត់វិញដើម្បីចេញវីដេអូបានចម្លើយជាមូលដ្ឋានគឺថតវីដេអូនឹងតែម្ដងយ៉ាងណាបញ្ហារបស់មនុស្សនៅក្នុងការថតវីដេអូបច្ចុប្បន្នហ្នឹងគឺគាត់ពិបាកចិត្តថាវីដេអូគាត់វាមិនទាន់ល្អឥតខ្ចោះគាត់មិនទាន់ចង់បញ្ចេញហើយនេះក៏ជឿថាជារនាំងរបស់មនុស្សជាច្រើនដែរអញ្ចឹងហើយខ្ញុំគិតថាវីដេអូថតហើយចេញទៅទោះស្អាតមិនស្អាតក្តីព្រោះយើងជាអ្នកចាប់ផ្ដើមថតវីដេអូដំបូងហើយបើសិនជាម្ចាស់អាជីវកម្មទៀតនោះយើងសាកពិសោធន៍តាមដែលអីដែលយើងអាចនឹកឃើញធ្វើបានទៅអាហ្នឹងខ្ញុំគិតថាជាជំហានទី1ល្អបំផុតហើយអញ្ចឹងកុំចាំថាល្អឥតខ្ចោះបន្ទាប់មកទៀតត្រូវមានភាពទៀងទាត់ដែលភាពទៀងទាត់នេះខ្ញុំនឹងចាប់ផ្ដើមធ្វើឲ្យខ្លួនឯងផងដែរហើយបងប្អូនប្រហែលជាឆ្ងល់ហើយព្រោះមែនតើខ្ញុំទៀងទាត់ជាមួយនឹង page របស់ក្រុមហ៊ុនដោយសារវាជាកិច្ចការងាររបស់ខ្ញុំជាភារកិច្ចដែលយើងត្រូវបំពេញប៉ុន្តែជាក់ស្ដែងសម្រាប់ page ខ្លួនឯងមិនបានធ្វើហើយនេះក៏ជាវីដេអូទី1នៅក្នុងឆ្នាំ2026របស់ខ្ញុំហើយចាប់ពីវីដេអូនេះទៅខ្ញុំនឹងបង្ហោះវីដេអូមួយជារៀងរាល់ថ្ងៃអញ្ចឹងចាំ follow TikTok ខ្ញុំម្នាក់មួយផងអ្នកដែលបានឃើញវីដេអូនេះ